បាទជំរាបសួរបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះមកនាំមកដល់បងប្អូនមកទស្សនាបាទនៅសត្វកង្កោកដែលកំពុងបើកពងនេះបាទស្អាតមែនតើបាទកង្កោកបៃលិនបាទកម្រឃើញទេបាទអញ្ចឹងនេះជាលើកទី1ហើយដែលខ្ញុំបានឃើញកង្កោកដែលផ្ទាល់ភ្នែកដែលវាកំពុងបើកពងបាទអញ្ចឹងបានបងប្អូនឃើញស្រាប់ហើយស្អាតមែនតើបាទស្អាតហើយមើលប៉ុណ្ណានៃគឺឃើញទៅគួរឲ្យសោះស្អាតមែនតើហើយយើងកម្រឃើញបាទដើរក្នុងព្រៃឬមកសួនសត្វផ្សេងគឺយើងកម្រឃើញថាសត្វកង្កោកដែលវាបើកនៅកន្ទុយវាបែបនេះណាបាទអញ្ចឹងនេះក៏ជាលើកទី1ហើយសម្រាប់ខ្ញុំហើយក៏ដូចជាបានចែកម្លែកទៅបងប្អូនអរគ្នាបានទស្សនាដូចគ្នាដែរបាទទោះមិនបានឃើញផ្ទាល់ក៏បានមើលឃើញតាមរយៈវីដេអូរបស់ខ្ញុំដែរបាទហើយដូចនិយាយរដងអញ្ចឹងបាទគឺមិនងាយបានឃើញទេបាទកង្កោកហើយកង្កោកដែលបើកនេះគឺជាកង្កោកឈ្មោលបាទកង្កោកឈ្មោលបានបើកអញ្ចឹងបាទកង្កោកញីគឺអត់បើកទេកង្កោកឈ្មោះកតុយវែងកតុយស្អាតតែបាទអូនោះអូលយមែនតើបាទងាយឃើញទេបាទនេះក៏ជាលើកទី1ហើយសម្រាប់ខ្ញុំបាទកតុយកង្កោកគឺស្អាតមែនតើតែបងប្អូនសូមមេត្តាជួយនាំគ្នាថែរក្សាបាទកុំបបបាញ់យកកតុយឬក៏យកឲ្យរួមរបស់សัตว์បាទព្រោះវាអីមិនជាល្អអីប្រហែលទេព្រោះយើងទុកសัตว์ដើម្បីលម្អក៏ដូចជាធនធានធម្មជាតិមួយបាទជាសัตว์ដែលកម្រក៏ដូចជាសัตว์មួយដែលអាចជួយបង្ហាញនៅបរទេសគាត់បានមើលទស្សនាដោយកូនចៅជំនាន់ក្រោយបាទគាត់បានមកទស្សនាលេងអញ្ចឹងហើយឃើញសัตว์ថាអូនេះគឺជាសัตว์កង្កោកបាទតែវាបើកអញ្ចឹងទៅឃើញវាស្អាតទេអញ្ចឹងណាបាទអញ្ចឹងវាមិនងាយយើងឃើញទេបាទយើងកម្រឃើញណាហើយដូចគេថាអញ្ចឹងពេលអ្នកបោះដើរមកឃើញសត្វកង្កោកបើកអញ្ចឹងគឺជាសត្វជាមនុស្សបាទដែលមានសំណាងល្អបាទមិនងាយបានឃើញទេកង្កោកបើកនៅពងចេះបាទរួមស្អាតមែនតើបាទបងប្អូនឃើញប៉ុណ្ណានៃមិនងាយឃើញណានេះបងប្អូនចូលបងប្អូនមើលចិត្តនេះបាទឃើញទេបាទអូចឹងមិនថាកង្កោកស្អាតណាស់ដូចបាត់បាំកង្កោកបៃលិនយើងអញ្ចឹងបាទមកថតបានស្អាតចឹងមកមិនងាយទេបងប្អូនបាទគឺយើងនៅរងចាំវាបើកនេះអញ្ចឹងហើយវាមិនចេះតែបើកយើងមើលឃើញប្រេះផ្ដាស់ទេបាទគឺចៃដនអីចឹងទៅបានមកវាជួបទៅឃើញវាពងបើកកតុយអញ្ចឹងយើងក៏បានថតរូបភាពជូនបងប្អូនទស្សនាអញ្ចឹងទៅឃើញបងប្អូនឃើញទេបាទស្អាតមែនតើអញ្ចឹងវាជាលក្ខណៈមួយថាយើងមិនងាយដែលបានឃើញបាទបងប្អូនខ្លះគាត់ថាចង់ឃើញងោកបើកពងបើកកតុយអញ្ចឹងតែមិនងាយទេបាទជើងអ្នកដែលមានសំណាងហើយបាទដែលបានឃើញដូចខ្ញុំបាននេះបាទខ្ញុំមកភ្នំម៉ៅប្រហែលជាញឹកច្រើនដងដែរតែមិនតែខ្មោចឃើញទ្រង់ចាំមើលដែរតែដល់មើលទៅឃើញវាបើកដល់ពេលយើងទៅដល់ចិត្តវាបិទវិញតែនេះបើកបង្ហាញឲ្យយើងមើលឃើញច្បាស់ចាស់អញ្ចឹងហ្មងបាទចឹងអរគុណច្រើនបាទចំពោះការតាមដាននៅទស្សនានៅវីដេអូខ្លីៗបាទថ្ងៃនេះដែលបង្ហាញពីសត្វក្ងោកហើយក៏សូមជូនពរបងប្អូនសំណាងល្អដូចខ្ញុំដែរបាទសំណាងល្អសំណាងអីចឹងដែរបាទហើយពេលតែបានឃើញសត្វក្ងោកបើកពងចេះគឺឲ្យបងប្អូនមានជួបតែសំណាងល្អជួបតែលាភជ័យបាទអរគុណច្រើនជំរាបលាជួបគ្នានៅឱកាសក្រោយទៀតបាទបាយបាយ